សៀងហៃមានទីតាំងជាប់ឆ្នេរសមុទ្រភាគខាងកើតប្រទេសចិនដែលមានទន្លេយ៉ងសេនៅភាគខាងជើងឈូងសមុទ្រហាងជើស្ថិតនៅភាគខាងត្បូងនិងសមុទ្រចិនខាងកើតស្ថិតនៅភាគខាងកើតនៅកណ្ដាលទីក្រុងសៀងហៃមានទន្លេហួងពូហូកាត់ដែលជាដៃរបស់ទន្លេយ៉ងសេសៀងហៃគឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងទាំង4របស់ចិនរួមជាមួយទីក្រុងប៉េកាំងឆុងឈីងនិងធៀនជីនដែលមានប្រព័ន្ធរដ្ឋបាលគ្រប់គ្រងដោយផ្ទាល់នៅក្រោមរដ្ឋាភិបាលកណ្ដាលទីក្រុងនេះមានព្រំប្រទល់ជាប់នឹងខេត្តជើជាងស្ថិតនៅភាគខាងត្បូងនិងជៀងស៊ូស្ថិតនៅភាគខាងលិចនិងភាគខាងជើងចំណុចខាងជើងបំផុតរបស់សៀងហៃគឺកោះឆុងមីងដែលជាកោះធំជាងគេបំផុតទី2នៅក្នុងប្រទេសចិនដីគោកបន្ទាប់ពីកោះហៃណានសៀងហៃមានចម្ងាយប្រហែលជា 1100 គីឡូម៉ែត្រពីទីក្រុងប៉េកាំងនិង 1400 គីឡូម៉ែត្រពីទីក្រុងខ្វាំងជូវនៅភាគអាគ្នេយ៍គិតត្រឹមឆ្នាំ2025សៀងហៃមានប្រជាជនរស់នៅជាង30លាននាក់សន្តានដីទីក្រុងសៀងហៃគឺស្ថិតនៅលើវាលទំនាបដីល្បាប់ដែលមានផ្ទៃដីសរុប 6340 គីឡូម៉ែត្រការ៉េកម្ពស់ជាមធ្យម4ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រទីក្រុងនេះមានទន្លេប្រឡាយអូរនិងបឹងជាច្រើនដែលជាធនធានទឹកដ៏សម្បូរបែបដើមឡើយទីក្រុងសៀងហៃគឺជាភូមិនេសាទនិងជាទីប្រជុំជនផ្សារតូចមួយមកដល់សតវត្សទី19ទីក្រុងនេះបានរីកចម្រើននិងមានសារៈសំខាន់ដោយសារតែពាណិជ្ជកម្មនៅក្នុងប្រទេសនិងក្រៅប្រទេសជាពិសេសទីតាំងកំពង់ផែដ៏អំណោយផលវាបានក្លាយជាទីក្រុងកំពង់ផែសន្ធិសញ្ញាមួយនៅក្នុងចំណោមកំពង់ផែចំនួន5ដែលត្រូវបានបង្ខំឲ្យបើកពាណិជ្ជកម្មអឺរ៉ុបបន្ទាប់ពីសង្គ្រាមអាភៀនលើកទី1ដំណោះស្រាយអន្តរជាតិសៀងហៃនិងសម្បទានបារាំងត្រូវបានបង្កើតឡើងជាបន្តបន្ទាប់មកទីក្រុងសៀងហៃក៏បានរីកចម្រើនក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុដ៏ចម្បងនៅអាស៊ីនៅក្នុងទសវត្សរ៍ឆ្នាំ1930វិថីដឺប៉ុនដែលមានទីតាំងជាប់មាត់ទន្លេហួងពូគឺជាទីតាំងនៃស្ថាបត្យកម្មចាស់ៗនៅដើមសតវត្សទី20ដែលមានរចនាបថបែប Neo-Classic និងផ្ទះ Art Deco ដែលជាស្រុកប្រវត្តិសាស្ត្រដែលត្រូវបានការពារនៅកណ្ដាលទីក្រុងសៀងហៃបែរមុខទៅកាន់អគារខ្ពស់ៗទំនើបនៃលូជាស៊ុយនៅឯត្រៃម្ខាងទៀតតំបន់នេះបានទទួលឥទ្ធិពលអឺរ៉ុបយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រដែលជាហេតុធ្វើឲ្យរចនាបថអគារជាច្រើនអាចប្រៀបធៀបទៅនឹងទីក្រុងនៅក្នុងប្រទេសអឺរ៉ុបជាពិសេសស្ថាបត្យកម្ម Gothic, Baroque, Neo-Classic, Romantic, Art Deco និង Renaissance លើសពីនេះភោជនីយដ្ឋានកំពូលមួយចំនួនរបស់ទីក្រុងសៀងហៃគឺមានទីតាំងនៅក្នុងតំបន់នេះចាប់ពីទសវត្សរ៍ឆ្នាំ1860ដល់ទសវត្សរ៍ឆ្នាំ1930 ដឺប៉ុនគឺជាមជ្ឈមណ្ឌលអ្នកមាននិងមានឥទ្ធិពលនៃស្ថាប័នបរទេសនៅក្នុងទីក្រុងសៀងហៃដែលដំណើរការជាកំពង់ផែសន្ធិសញ្ញាដែលត្រូវបានការពារដោយស្របច្បាប់ទីក្រុងសៀងហៃក៏មានស្ថាបត្យកម្ម Neo-Classic សូវៀតផងដែរក្នុងកំឡុងសង្គ្រាមចិន-ជប៉ុនលើកទី2ទីក្រុងសៀងហៃគឺជាទីតាំងនៃសមរភូមិសៀងហៃបន្ទាប់ពីសង្គ្រាមស៊ីវិលចិនរបបកុម្មុយនីសរបស់ម៉ៅសេទុងបានគ្រប់គ្រងប្រទេសចិនដីគោករួមទាំងទីក្រុងសៀងហៃនៅក្នុងឆ្នាំ1949ហើយនៅក្នុងអំឡុងសង្គ្រាមត្រជាក់ពាណិជ្ជកម្មភាគច្រើនត្រូវបានកំណត់ចំពោះប្រទេសសង្គមនិយមផ្សេងទៀតនៅក្នុងប្លុកខាងកើតដែលបណ្ដាលឲ្យឥទ្ធិពលសកលរបស់ទីក្រុងសៀងហៃមានការធ្លាក់ចុះបើទោះបីជាយ៉ាងណាក៏ដោយពាណិជ្ជកម្មទំនើបនៅក្នុងប្រទេសចិនដែលទើបតែបង្កើតថ្មីបានចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ1940និងដើមទសវត្សរ៍ឆ្នាំ1950ដែលបានធ្វើឲ្យសៀងហៃក្លាយជាទីក្រុងដ៏ធំជាងគេបំផុតនិងសំខាន់បំផុតនៅក្នុងចំណោមរដ្ឋសង្គមនិយមកំណែទម្រង់សេដ្ឋកិច្ចដែលណែនាំដោយតេងសៀភីងនៅក្នុងឆ្នាំ1978បានធ្វើឲ្យទីក្រុងសៀងហៃមានការផ្លាស់ប្ដូរនៅទសវត្សរ៍ឆ្នាំ1990ដោយបានអនុវត្តតាមកំណែទម្រង់សេដ្ឋកិច្ចរបស់តេងសៀវភីងទីក្រុងសៀងហៃមានការអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សជាពិសេសតំបន់ថ្មីភូតុងដែលជួយដល់ការត្រឡប់មកវិញនៃហិរញ្ញវត្ថុនិងការវិនិយោគបរទេសចាប់តាំងពីពេលនោះមកសៀងហៃបានលេចចេញជាថ្មីជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងហិរញ្ញវត្ថុអន្តរជាតិដំណើរកម្សាន្តដ៏សប្បាយរីករាយទៅកាន់ទីក្រុងសៀងហៃនិងទីក្រុងប៉េកាំងរយៈពេល7ថ្ងៃជាមួយក្រុមហ៊ុនទេសចរ Two World Travel ទស្សនាកន្លែងកម្សាន្តល្បីៗជាច្រើនដូចជាសៀងហៃ Disneyland មហាកំពែងចិននិងកន្លែងសំខាន់ៗជាច្រើនទៀតចុះឈ្មោះឥឡូវនេះដើម្បីទទួលបានតម្លៃពិសេសវាគឺជាទីតាំងនៃផ្សារហ៊ុនសៀងហៃដែលជាផ្សារហ៊ុនធំជាងគេបំផុតនៅអាស៊ីប៉ាស៊ីហ្វិកដោយមូលធនទីផ្សារសៀងហៃត្រូវបានចាត់ថ្នាក់ជាទីក្រុង Alpha Plus ដោយបណ្ដាញស្រាវជ្រាវទីក្រុងសកលនិងពិភពលោកគិតត្រឹមឆ្នាំ2024សៀងហៃគឺជាទីតាំងរបស់ក្រុមហ៊ុនចំនួន13នៃ Fortune Global 500ដែលជាចំនួនខ្ពស់ជាងគេបំផុតទី4មិនតែប៉ុណ្ណោះសៀងហៃក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវនិងការអភិវឌ្ឍសកលដ៏សំខាន់ក៏ដូចជាទីតាំងនៃសាកលវិទ្យាល័យធំៗជាច្រើនរថភ្លើងក្រោមដីសៀងហៃដែលបានបើកជាលើកដំបូងនៅក្នុងឆ្នាំ1993គឺជាបណ្ដាញផ្លូវរថភ្លើងក្រោមដីធំជាងគេបំផុតនៅលើពិភពលោកបើគិតតាមប្រវែងផ្លូវសៀងហៃត្រូវបានគេពិពណ៌នាថាជាមជ្ឈមណ្ឌលហិរញ្ញវត្ថុនិងនវានុវត្តន៍សកលហើយក៏ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេបំផុតមួយនៅក្នុងចំណោមមជ្ឈមណ្ឌលសេដ្ឋកិច្ចធំជាងគេបំផុតទាំង10នៅក្នុងពិភពលោកម្ហូបអាហារភាសាក្នុងស្រុកនិងវប្បធម៌សកលបានធ្វើឲ្យសៀងហៃក្លាយជាកន្លែងដ៏ពេញនិយមបំផុតសម្រាប់ដំណើរកម្សាន្តគិតត្រឹមដើមឆ្នាំ2025សៀងហៃស្ថិតនៅក្នុងលំដាប់ទី6នៅក្នុងបញ្ជីទីក្រុងដែលមានអគារខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកយើងកំពង់ផែសៀងហៃគឺជាកំពង់ផែកុងតឺន័រដែលមមាញឹកបំផុតនៅក្នុងពិភពលោកឧស្សាហកម្មធំៗទាំង6របស់សៀងហៃរួមមានការលក់រាយហិរញ្ញវត្ថុព័ត៌មានវិទ្យាអចលនទ្រព្យការផលិតម៉ាស៊ីននិងការផលិតរថយន្តដែលមានប្រហែលពាក់កណ្ដាលនៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង
គិតត្រឹមឆ្នាំ2024សៀងហៃមានផលិតផលក្នុងស្រុកសរុប 5.39,000 លានយួនឬស្មើនឹង $757,000 លានអាមេរិកដែលស្មើនឹង 4% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនហើយផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចំនួន $3,448 អាមេរិកប៉ុន្តែសៀងហៃក៏ជាទីក្រុងដែលមានតម្លៃថ្លៃចំពោះការរស់នៅផងដែរនេះបើយោងតាមការសិក្សាឆ្នាំ2023ដោយ Economic Intelligence Unit GDP របស់ទីក្រុងសៀងហៃត្រូវបានគេព្យាករណ៍ថានឹងឈានដល់ $1.3 លានអាមេរិកនៅក្នុងឆ្នាំ2035ដំណើរកម្សាន្តដ៏សប្បាយរីករាយទៅកាន់ទីក្រុងសៀងហៃនិងទីក្រុងប៉េកាំងរយៈពេល7ថ្ងៃជាមួយក្រុមហ៊ុនទេសចរ Two World Travel ទស្សនាកន្លែងកម្សាន្តល្បីៗជាច្រើនដូចជាសៀងហៃ Disneyland មហាកំពែងចិននិងកន្លែងសំខាន់ៗជាច្រើនទៀតចុះឈ្មោះឥឡូវនេះដើម្បីទទួលបានតម្លៃពិសេស